men ở tại chuộtព្រះប្រកាសថាសាអ្នកជួបព្រះសុទ្ធតែបានសម្រេចមគ្គផលអត់ទេនាងមួយទៀតហៅថានាងសន្តរីសន្តរីជួបព្រះប្រខូចព្រះណាថានាងទៅដេកប្រកាន់តកត់រាល់យប់មួយព្រះពួកប្រធាចាខាងពាហិរៈហ្នឹងបានជួលចោលឲ្យសម្លាប់សិនរីចោលដាក់នៅកំណោសម្រាប់មុខកត់ព្រះសួរសិនរីតាណានៅរੂឃើញទេញោមមិនជួបព្រះបានបន់ទេពេលខ្លះជួបព្រះបាបនរណាទៀតនាងមាគន្តយាមាគន្តយានេះដែលឡែកព្រះសម្មាសម្ពុទ្ធព្រះអង្គនិមន្តទៅក្បែរនឹងផ្ទះនាងមាគន្តយៈព្រាហ្មណ៍អត់ទាន់បានជួបទេគ្រាន់តែឃើញស្នាមជើងដឹងលក្ខណៈមនុស្សនេះមិនធម្មតាជាឧត្តមបុរសសំគួរនឹងឯងលើកកូនកំមុំឲ្យមកមាគន្តយៈព្រាហ្មណ៍ណាញោមលើកនាងមាគន្តយាឲ្យលើកនរណាមឲ្យលើកមកឲ្យព្រះជួបហើយទៅហៅកូនកំមុំមកពួកឃើញនៅលក្ខណៈល្អហើយល្អប្រសើរព្រះអង្គថាតថាគតយកទេសតាសុបទាំងអស់ព្រះអង្គថាច្រើនណានាងនឹងឡើងខ្មាស់គេផងគុំព្រះណាញោមក្រោយមកទៅនៅឯនគរកោសំពីនាងនឹងបានជាស្នំឯករបស់ព្រះបាទឧទែននោះឮតែព្រះមកហើយជួលមនុស្សឲ្យជេរព្រះសោះពេកណាញោមជួលឲ្យជេរមកជេរក៏ដល់មានអ្នកស៊ីឈ្នួលជេរណាញោមនៅយើងនេះដឹងមានអ្នកស៊ីឈ្នួលជេរអត់តែឲ្យលុយជេរហើយបើសម័យនោះជេរជួលណាញោមជួលទៅជេរហ្មងហើយអ្នកឯកទេសជេរហ្នឹងដល់ប្រសពដែរបានគេជួលជេរមួយថ្ងៃកុំឲ្យកងពាកឧទាហរណ៍ថាបើអាគុកអត់មានត្រឡប់មកជន់អាគុកវិញទេទៅទាំងអស់មួយរ៉ាត់ហ្នឹងមួយព្រឹកហ្នឹងគឺថាអត់កងពាកទេជេរយកមាគន្តយាមិនបានជាមគ្គនឹងផលអីទេទៅអបាយភូមិទៀតជួបព្រះឃើញទេញោមញាតិញោមអើយណាជួបព្រះទៅប្រែតតាចឹងអ្នកដែលជួបមិនមែនគ្រាន់តែឃើញព្រះវរកាយរបស់ព្រះអង្គហើយកើតទៅជាមគ្គនឹងផលទេតើតែបានស្ដាប់សវនានុត្តរិយៈស្ដាប់ដល់ប្រសើរស្ដាប់ពុទ្ធដីកាព្រះអង្គសម្ដែងលើកឡើងពីបញ្ហានេះបញ្ហានោះទៅសត្វលោកក៏ស្រាលស្ដើងចាក់បញ្ហាហ្នឹងទៅក៏ដល់នៅសុគតិសួគ៌ឬក៏ដល់នៅអរិយបុគ្គលថ្នាក់សោតាថ្នាក់សកតិនិងថ្នាក់អនាគីអីទៅឃើញទេញោម